ខ្ញុំឃើញថាបច្ចុប្បន្នណាក្នុងរយៈពេល10ឆ្នាំមកហើយគឺថាពាក់ព័ន្ធនឹងបញ្ហាសង្គមនយោបាយនៅកម្ពុជាគឺកំពុងតែមានការចាក់ស្រេះណាតាក់ទងនឹងការរំលោភបំពានការរឹតបន្តឹងសេរីភាពបញ្ហាវិបត្តិនយោបាយបញ្ហាវិបត្តិសេដ្ឋកិច្ចបញ្ហាវិបត្តិសង្គមយុត្តិធម៌សង្គមអីខ្ញុំឃើញថាក្នុងរយៈកាល10ឆ្នាំនេះគឺអត់ទាន់មានការថមថយទេហើយខ្ញុំជឿជាក់ថាលោកបណ្ឌិតកែមលីបើសិនជាលោកនៅរស់ក្នុងរយៈពេល10ឆ្នាំនេះលោកនឹងខិតខំក្នុងការលាតត្រដាងដើម្បីឲ្យមហាជនបានដឹងបានយល់បានឃើញអំពីទស្សនវិជ្ជាទូទៅជុំវិញបញ្ហាសង្គមនយោបាយទាំងអស់ហ្នឹងហើយខ្ញុំគិតថាលោកនឹងមានការផ្ដល់ជាអនុសាសន៍សម្រាប់អ្នកដឹកនាំនយោបាយក្តីអ្នកដឹកនាំរដ្ឋាភិបាលក្តីគឺថាលោកអាចនឹងផ្ដល់ជាអនុសាសន៍ល្អៗសម្រាប់ទុកជាត្រីវិស័យក្នុងការដែលយកទៅធ្វើការអនុវត្តដើម្បីកសាងប្រទេសបាទលោកពូមានជាប្រសាសន៍លើកទឹកចិត្តសម្រាប់យុវជនជំនាន់ក្រោយឲ្យមានភាពក្លាហានក្នុងការលើកយកបញ្ហាក៏ដូចជានិយាយនៅការពិតដូចជាបណ្ឌិតកែមលីដែលគាត់បានបន្សល់ទុកបាទយើងដឹងហើយថាលោកបណ្ឌិតកែមលីបានបន្សល់ទុកនៅគេហៅថាពាក្យពេចន៍ជាច្រើនក្នុងការដែលជួយជាតម្រង់ទិសដល់យុវជនចំនួនក្រោយដើម្បីឲ្យយុវជនទាំងអស់នឹងក្លាយទៅជាតំពាំងស្នងរស្មីដែលហ៊ាននៅក្នុងការបញ្ចេញមតិប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហើយធ្វើយ៉ាងណាឲ្យនិយាយការពិតកុំឲ្យនិយាយការពៀនេះពាក្យពេចន៍ទាំងអស់ហ្នឹងហើយដែលបន្សល់ទុកឲ្យយុវជនចំនួនក្រោយដែលពិសេសគឺជាអ្នកដែលចង់คลายខ្លួនទៅជាអ្នកវិភាគអីផ្សេងហ្នឹងគឺថាយកទៅធ្វើការពិចារណាពីព្រោះបើសិនជាយើងមិននិយាយការពិតទេមានន័យថាសង្គមយើងវាអត់អាចកែប្រែឲ្យបានទេ